ដំរីមង្គលរបស់នគរក្នុងផែនដីព្រះអង្គឌួងក្នុងផ្នត់គំនិតនៃជនជាតិខ្មែរបុរាណដំរីគឺជាសត្វដែលនាំមកនូវសិរីសួស្តីនិងភាពចម្រុងចម្រើនដល់ស្រុកភូមិសម្រាប់ប្រជាជនខ្មែរស្រុកស្រែជនបទដំរីគឺជាសត្វពលកម្មដែលខ្មែរចិញ្ចឹមប្រើប្រាស់សម្រាប់អូសទាញឬដឹកជញ្ជូនវត្ថុធ្ងន់ធ្ងរផ្សេងក្នុងដំណើរផ្លូវឆ្ងាយតាមតម្រូវការជាចាំបាច់ក្នុងជំនឿរាជានិយមខ្មែរសត្វដំរីឬហៅតាមក្បួនព្រះរាជសព្ទថាព្រះទីនាំងគុជេនជាពិសេសគឺសត្វដំរីភឿកឬដំរីសត្រូវបានគេជឿថាជាព្រះមង្គលដ៏ប្រសើរឧត្តមឧត្តមបំផុតនិងក៏ជាព្រះរាជានិមិត្តរូបនៃអំណាចព្រះតេជះបារមីនិងព្រះរាជបល្ល័ង្ករបស់ព្រះមហាក្សត្រខ្មែរផងដែរដំរីព្រៃជាច្រើនត្រូវបានលួងចាត់ឲ្យគេចាប់យកមកផ្សាំនិងចិញ្ចឹមទុកសម្រាប់ជាមង្គលក្នុងព្រះនគរឬទុកសម្រាប់ប្រើប្រាស់ជាព្រះរាជយានក្នុងវេលាដែលស្ដេចយាងចេញច្បាំងក្នុងសមរភូមិម្ដងបើព្រះរាជាអង្គណាមួយស្ដេចបានទទួលឬមានចិញ្ចឹមសត្វដំរីសក្នុងរជ្ជកាលរបស់ព្រះអង្គនគរនោះនឹងប្រកបដោយសេចក្តីសុខក្សេមក្សាន្តនិងមានភោគផលដ៏សម្បូរបែបនៅក្នុងព្រះបរមរាជវាំងស្រះសារពើយុទ្ធឯក្រុងឧដុង្គមានជ័យក្នុងផែនដីនៃសម្ដេចព្រះហរិររាមាឥសរាធិបតីព្រះអង្គឌួងព្រះទីនាំងគុជេនមង្គលរបស់នគរមាន4ក្បាលដែលមាននាមាល្បីរន្ទឺក្នុងនោះរួមមាន1ព្រះទីនាំងគុជេនពិមាន2ព្រះទីនាំងគុជាឋានមង្គល3ព្រះទីនាំងគុជសាថ្កើងថ្កល់និង4ព្រះទីនាំងគុជផលជាជ័យរីឯព្រះទីនាំងគុជេនដែលព្រះមហាក្សត្រស្ដេចប្រើសម្រាប់ចេញច្បាំងក្នុងទីសមរភូមិវិញមានសរុបចំនួន19ក្បាលដែលក្នុងនោះរួមមាន1ព្រះទីនាំងឥរាសិទ្ធិជ័យ2ព្រះទីនាំងឥរានិរភ័យ3ព្រះទីនាំងពិជ័យឥរា4ព្រះទីនាំងគុជាជាជ័យ5ព្រះទីនាំងជំនាញគុជសា6ព្រះទីនាំងគុជសង្ក្រទា7ព្រះទីនាំងគុជសាស្ទុះស្ទះ8ព្រះទីនាំងគុជាតិមនោ9ព្រះទីនាំងគុជោមេនះ10ព្រះទីនាំងគុជេនតបៈ11ព្រះទីនាំងគុជសិទ្ធិសាយ12ព្រះទីនាំងហត្ថីទម្លុះ13ព្រះទីនាំងហត្ថីស្ទុះទម្លាយ14ព្រះទីនាំងហត្ថីស្ទុះកំចាយ15ព្រះទីនាំងហត្ថីជាយពលពា16ព្រះទីនាំងគុជសីស្ទុះស្ទែត17ព្រះទីនាំងនយនេតគុជសា18ព្រះទីនាំងគុជសង្ឃ្លាវខ្លានិង19ព្រះទីនាំងគុជាក្លាហានល្បីរីឯក្នុងផែនដីនៃព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមវិញព្រះទីនាំងគុជេនសំខាន់មានទាំងអស់9ក្បាលដំរីញី2ក្បាលដែលសម្ដេចព្រះមហាឧបរាជស៊ីសុវត្ថិស្ដេចចាត់ឲ្យមកទៅតាក់បាននៅខេត្តក្រចេះ1ក្បាលនិង1ក្បាលទៀតលោកខុនស្នេហាពិស្ណុលោកប៉ងព្រះរាជអាជ្ញាលួងខេត្តទ្រាំងបានតាក់យកមកថ្វាយលួងដោយព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមទ្រង់យកដំរីញីទាំងពីរនោះទុកជាដំរីមង្គលក្នុងព្រះនគរនិងស្ដេចបានប្រទាននាមាថា1នាងស្វេតកណរីរហស្សីឥរានិង2នាងមុនីមេខលាឥរាស្ដីនិងចំពោះព្រះទីនាំងសម្រាប់ស្ដេចគង់វិញមានឈ្មោះដូចជា1ព្រះទីនាំងគុជេនឥរារិទ្ធ2ព្រះទីនាំងគុជសិទ្ធក្លាហាន3ព្រះទីនាំងគុជសង្ក្រទា4ព្រះទីនាំងឥរានិរភិត5ព្រះទីនាំងឥរិទ្ធជាជ័យ
6ព្រះទីនាងគុជេននិរភ័យនិង7ព្រះទីនាងគុជវៃវុតខ្លា